បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានបទពិសោធន៍មួយដែលអ្នកទាំងអស់គ្នាមិនបានដឹងបទពិសោធន៍នេះគឺលោកគ្រូឆ្លងកាត់ការនៅរៀនការធ្វើជាគ្រូបង្រៀនកែកិច្ចការសិស្សអញ្ចឹងលោកគ្រូបានឆ្លងកាត់ច្រើនអញ្ចឹងផ្ដល់គំនិតតន់កូនទាំងអស់គ្នានៅវ័យសិក្សាកុំឲ្យយើងអត់បានដឹងធ្វើឲ្យយើងខកខានឬក៏យើងមិនទទួលបានលទ្ធផលល្អក្នុងការប្រឡងក្នុងការសិក្សាឬដាក់ពាក្យទៅកន្លែងធ្វើការផ្សេងយើងមានការចាញ់គេអ្នកទាំងអស់គ្នាប្រហែលជាគិតមិនដឹងថាវាជាអីទេអញ្ចឹងថ្ងៃនេះលោកគ្រូចែករំលែកនៅគំនិតល្អមួយគឺអំពីការសរសេរអក្សរគឺវាបានជះឥទ្ធិពលទៅលើលទ្ធផលសិក្សាយើងខ្លាំងណាស់ជួនកាលអ្នកខ្លះគាត់សរសេរអក្សរស្អាតប៉ុន្តែទោះបីជាគំនិតរបស់គាត់អត់សូវចេះឬក៏ឆ្លើយមិនសូវត្រូវសំណួរប៉ុន្តែបើអក្សររបស់គាត់ស្អាតមានសណ្ដាប់ធ្នាប់អញ្ចឹងគាត់អាចជាប់ឬក៏បានបន្ទុកល្អជាងអ្នកដែលសរសេរមិនស្អាតនេះគឺជារឿងពិតហើយបន្តិចទៀតលោកគ្រូនឹងប្រាប់ថាអ្វីទៅជាអក្សរស្អាតអញ្ចឹងអក្សរស្អាតមានច្រើនប្រភេទអក្សរស្អាតគឺជាអក្សរដែលមានរបៀបរៀបរយមិនមែនឃើញគេសរសេរជ្រុងគេសរសេរមូលរបស់គេស្អាតហើយយើងទៅសរសេរដៃរបស់យើងមិនដូចគេយើងថាអក្សរយើងមិនស្អាតទេដោយកុំព្យូទ័រអញ្ចឹងវាមាន font ផ្សេងគ្នាច្រើនអញ្ចឹងលោកគ្រូប្រាប់ថាអក្សរស្អាតគឺជាអក្សរដែលមានសណ្ដាប់ធ្នាប់ងាយអានបានន័យថាច្បាស់អក្សរកដឹងកស្រអីដឹងស្រអីអញ្ចឹងអក្សរទាំងអស់វាត្រូវមានសក់អញ្ចឹងបើកូនចង់សរសេរអក្សរបានស្អាតគឺសក់របស់វាត្រូវតែមានហើយមានសណ្ដាប់ធ្នាប់ដោយមនុស្សយើងសិតសក់អញ្ចឹងអញ្ចឹងអក្សរស្អាតគឺសក់វាមានសណ្ដាប់ធ្នាប់មិនកវេមកវាមគឺនៅជួរកន្លែងសក់ទី2គឺជើងអត់មានចេះតែគួចឬក៏វាចឬក៏ប៉ែវទេជើងអក្សរវាមានសក់និងជើងអញ្ចឹងសំខាន់ជាងគេមើលទៅឆាប់ដឹងអញ្ចឹងការសរសេរអក្សរសក់ឬក៏ជើងហ្នឹងឲ្យវាមានសណ្ដាប់ធ្នាប់កុំវាចកុំឆ្លងទៅកន្លែងខុសព្រំដែនរបស់វាគឺវាលែងសមហើយអញ្ចឹងយើងមើលតួអក្សរត្រូវមានល្វែងស្មើគ្នាសក់គឺវានៅជួរលើហើយជើងវានៅក្រោមហើយអញ្ចឹងយើងត្រូវដាក់វាកុំឲ្យវាចត្រូវមានសណ្ដាប់ធ្នាប់តាមក្រឹតក្រមដែលគេបានចងក្រងមកយើងត្រូវសរសេរតាមគេឲ្យច្បាស់ងាយអានស្រអីដឹងស្រអីស្រអើដឹងស្រអើអញ្ចឹងអានឹងហើយគេហៅថាអក្សរស្អាតមានសណ្ដាប់ធ្នាប់ការសរសេរអក្សរឲ្យបានស្អាតនិងមានសណ្ដាប់ធ្នាប់ធ្វើមិនមែនធ្វើគ្រាន់តែឲ្យមើលទៅតាក់ទាញប៉ុណ្ណោះទេបានន័យថាយើងសរសេរហ្នឹងស្អាតទៅគេចង់តាក់ទាញប៉ុន្តែថែមវាបានបង្ហាញថាអ្នកសរសេរហ្នឹងមានវិន័យមានការយកចិត្តទុកដាក់និងបុគ្គលិកលក្ខណៈរបស់អ្នកសរសេរហ្នឹងផងដែរអញ្ចឹងលោកធ្លាប់ជួបហើយអ្នកខ្លះពេលមករៀនគ្រាន់តែកត់មេរៀនក៏ខ្ជិលដែរហើយសរសេរឲ្យតែរួចពីដៃអាហ្នឹងអក្សរអត់ស្អាតគាត់ខ្វៀសយកអញ្ចឹងអាហ្នឹងហើយមនុស្សដែលគ្មានវិន័យមិនយកចិត្តទុកដាក់បង្ហាញពីថាខ្ជិលសរសេរឲ្យរួចពីដៃបាទសិស្សគ្រប់រូបគួរខិតខំសរសេរអក្សរឲ្យបានច្បាស់បាទមានទំហំស្មើគ្នាតម្រៀបពាក្យនិងឃ្លាឲ្យមានរបៀបរៀបរយអញ្ចឹងឃ្លាឬក៏ពាក្យនឹងត្រូវមានរបៀបរៀបរយព្រមទាំងរក្សាភាពស្អាតនៃសៀវភៅនិងកិច្ចការសិក្សារបស់យើងនឹងឲ្យវាមានក្របមានដាក់តែពេលយើងមានទំនួលខុសត្រូវយើងថែរក្សាសៀវភៅរបស់យើងអត់មានគូសវាសអត់មានប្រឡាក់អត់មានទុកទេយើងត្រូវមានដាក់ក្របអាហ្នឹងហើយគឺជាសិស្សដែលមានទំនួលខុសត្រូវការសរសេរមានសណ្ដាប់ធ្នាប់ជួយឲ្យគ្រូងាយស្រួលអានកែនិងវាតម្លៃអញ្ចឹង
គ្រូបើឃើញអក្សរស្អាតហើយទោះបីជាធ្លាក់ក៏មិនដាច់ចិត្តឲ្យធ្លាក់ដែរឲ្យតែសរសេរបានច្រើនហើយស្អាតទោះបីជាគំនិតយើងខុសក៏គ្រូឲ្យជាប់ដែរហ្នឹងគឺជាចំណុចសំខាន់មួយនៅពេលដែលកូនទាំងអស់គ្នាទៅប្រឡងបាក់ឌុបបើយើងសរសេរបានស្អាតហើយបានច្រើនបានដឹងតែសង្ឃឹមជាប់ 100% ហើយលោកគ្រូមនុស្សយើងគេមើលសម្បកក្រៅចឹងគ្រាន់តែឃើញអក្សរឃើញសន្តាប់ធ្នាប់របស់គាត់សរសេរនៅក្នុងpageនៅក្នុងกระดาษកិច្ចការនឹងវាស្អាតគេមិនអាចឲ្យធ្លាក់ទេគឺអាណិតណាឃើញមើលអ្នកសរសេរនេះគាត់យកចិត្តទុកដាក់អក្សររបស់គាត់ស្រួលអានទោះបីជា clear ឬក៏ប្រយោគដែលគាត់សរសេរទៅនឹងវាមិនត្រូវនឹងប្រធានបទក៏ដោយយ៉ាងហោចណាស់ក៏គាត់ឲ្យជាប់ដែរតែបើសរសេរត្រូវទៀតគឺបានបន្ទុកពេញតែម្ដងគឺពិបាកនឹងដកណាស់ព្រោះវាឃើញស្អាតពេកចឹងសរុបមកការសរសេរអក្សរស្អាតមិនមែនកើតឡើងដោយចៃដន្យទេកុំឃើញថាគេសរសេរអក្សរស្អាតខ្ញុំសរសេរអក្សរមិនស្អាតមិនកើតឡើងដោយចៃដន្យទេវាកើតឡើងចេញពីការអនុវត្តជាប្រចាំចឹងកូនទាំងអស់គ្នាអាចមានអក្សរស្អាតបានលុះត្រាតែយើងប្រិតយើងសរសេរហ្នឹងយើងកុំខ្វៀកយកចិត្តទុកដាក់យូរទៅអក្សរយើងស្អាតហើយបាទប្រសិនបើសិស្សខិតខំវឹកហាត់សរសេររាល់ថ្ងៃមានការអត់ធ្មត់និងការយកចិត្តទុកដាក់នោះជំនាញសរសេរនឹងកាន់តែប្រសើរឡើងសូមចងចាំថាអក្សរស្អាតឆ្លុះបញ្ចាំងពីវិន័យគំនិតនិងអនាគតដ៏ល្អរបស់សិស្សបាទអញ្ចឹងលោកគ្រូសូមផ្ដាំប៉ុណ្ណឹងអក្សរស្អាតឆ្លុះបញ្ចាំងពីវិន័យគំនិតនិងអនាគតដ៏ល្អរបស់សិស្សដូច្នេះចូលចាប់ផ្ដើមសរសេរអក្សរឲ្យបានស្អាតមានសណ្ដាប់ធ្នាប់និងទទួលខុសត្រូវចំពោះកិច្ចការរបស់ខ្លួនចាប់ពីថ្ងៃនេះតទៅអញ្ចឹងលោកគ្រូសូមជូនពរយើងទាំងអស់គ្នាឲ្យមានអនាគតល្អទទួលបានការងារល្អប្រឡងបាននិទេសល្អគ្រប់គ្នាបាទសូមអរគុណ